ស្រីម្នាក់នេះមានប្រវត្តិយ៉ាងណាសូម្បីតែឈិនឡុងក៏ខ្លាចនាងដែរប្រាប់ខ្ញុំផងតើនាងប្រើវិធីអ្វីខ្លះធ្វើឲ្យលោកតាក្រោកឈរឡើងវិញខ្ញុំគិតថានាងជាមេធ្មប់ចុះបាននាងជួយឈិនវាងប្រយុទ្ធដើម្បីទ្រព្យសម្បត្តិមកបានឃើញស្រីនោះកាន់ឆាត់នៅពេលដែលនាងចុះពីឡានតើនាងខ្លាចព្រះអាទិត្យឬត្រូវរកឱកាសមួយដើម្បីកម្ចាត់នាងហេតុអ្វីបានតាទួតជ្រើសយកបន្ទប់នេះបន្ទប់ងងឹតនិងសាមនេះសម្រាប់នាងប្រាឆាប់ខ្មៅនៅក្រៅឬក៏នាងខ្លាចពន្លឺព្រះអាទិត្យរំខាននាងចង់ធ្វើអ្វីគេងយូរពេកហើយខ្ញុំចាប់ផ្ដើមឃ្លានលែងខ្ញុំទៅអ្នកពិតជារុញខ្ញុំចេញបានគ្មានអ្នកណាអាចរុញខ្ញុំចេញបានទេពេលខ្ញុំកំពុងវឺតឈាមឈិនវ៉ានេះគួរឲ្យចាប់អារម្មណ៍ណាស់នាងខំក៏ខ្ញុំនាងបើកឈាមហើយខ្លាចពន្លឺព្រះអាទិត្យនាងជាបិសាចជញ្ជក់ឈាមបិសាចមែនទេមនុស្សនៅតែល្ងងដូចរាល់ដងឈាមរបស់ឯងផ្អែមណាស់អ្នកដូចជាធន់នឹងខ្ញុំខ្លាំងណាស់អ្នកដូចជាធន់នឹងខ្ញុំខ្លាំងណាស់ជាការពិតខ្ញុំធន់នឹងព្រះអាទិត្យតើលោកមិនសុខចិត្តធ្វើជាទាសករក្តីប្រាថ្នាឯងមែនទេឯងរឹងរូសណាស់គួរឲ្យចាប់អារម្មណ៍ណាស់ខ្ញុំទូនខ្សោយយ៉ាងនេះត្រូវនាងរបួងម្ដងទៀតដោយរបៀបណាស្រីម្នាក់នេះមានពិសមិនត្រូវឲ្យនាងបានជោគជ័យនៅក្រោយទេផ្ញើសារទៅប្រមុខនៃគ្រួសារធំទាំង4 3ថ្ងៃក្រោយឯងត្រូវមកជួបខ្ញុំលួចៅជាអ្នកស្នងមរតកនៃគ្រួសារលូក្នុងចំណោមគ្រួសារធំទាំង4ឈិនវាងគាត់នៅតែសង្ហាណាស់ឯងនាំយើងទៅក្លឹបរាត្រីថ្ងៃឈប់សម្រាកដើម្បីធ្វើវាមែនទេវ៉ាវអីយ៉ាស្អាតណាស់ឈិនវ៉ានៅឯណាមិនបានមកជួបខ្ញុំពេញ1ថ្ងៃហើយឈិនវ៉ាមិនមែនជាអ្នកបម្រើនាងទេបានតាមស្រឡាញ់នាងរយៈពេលច្រើនឆ្នាំហើយគាត់ខកខានវិសមកាលមួយគាត់បានលងស្នេហ៍អ្នកផ្សេងហើយដឹងដោយសារចរិតសាមញ្ញរបស់គេអាចលងស្នេហ៍ស្រីដទៃដោយរបៀបណាខ្ញុំឲ្យគេទៅកើតមិនហ៊ានទៅលិចទេម៉ានកុំឲ្យគាត់ជាប់គុកអីឈិនវាងស្រឡាញ់នាងច្រើនឆ្នាំមកហើយតែនៅត្រកូលឈិនពុំស្លាប់ជីតាខ្ញុំនិយាយប្រាប់អ្នកស្នងមរតកនៃត្រកូលឈិនមិនជាឈិនវាងទេប្រសិនបើសិទ្ធិមរតកធ្លាក់ទៅក្នុងដៃឈិនស៊ីងខ្ញុំរៀបការជាមួយឈិនស៊ីងអ្នកណាទ្រាំនៅជាមួយគេ